បាទជំរាបសួរនិងសួស្តីបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះថ្ងៃទី27ខែ5ឆ្នាំ2026បាទអ្វីដែលថ្ងៃនេះខ្ញុំមកដល់ចំការតរេនខ្ញុំនៅមីមុតចំការតរេនខ្ញុំនៅមីមុតឆ្នាំនេះហាក់បីដូចជាមានផលហើយនឹងផលនឹងផ្លែបានច្រើនក៏ប៉ុន្តែមុននឹងមានផលផ្លែបានច្រើនបងប្អូនមើលអំពីទស្សនវិជ្ជារវាងស្មៅពណ៌ខៀវសង្កាត់បៃតងបាទហើយជាមួយនឹងដើមតរេនយើងដល់ស្រស់ស្រាយអញ្ចឹងដល់ស្រស់បំប្រងហើយក្នុងនេះដោយសារយើងមើលទៅឃើញមានឈើមានឫស្សីទល់ផងមានដែកទល់ផងគ្រប់សពបែបយ៉ាងបាទអញ្ចឹងគឺសិតតែផ្លែទាំងអស់ផ្លែច្រើនបាទអញ្ចឹងអ្វីដែលផ្លែច្រើនហ្នឹងវាតកតងជាមួយនឹងសុខភាពរវាងបរិស្ថានដីគឺស្មៅជាមួយនឹងដើមរុក្ខជាតិរបស់យើងលើនេះបាទពីរហ្នឹងវាតកតងគ្នាណាស់អញ្ចឹងបានគេឲ្យបរិស្ថានស្អាតប្រពៃរុក្ខជាតិក៏មានសុខភាពល្អបាទរុក្ខជាតិក៏ផ្លែច្រើនហើយក៏រសជាតិឆ្ងាញ់អញ្ចឹងមកនេះខ្ញុំផ្ដោតនៅក្នុងនេះខ្ញុំនាំបងប្អូនមកមើលដើមតរេននេះមកដើមពីរដើមនេះបងប្អូនគេមើលបាទមើលដើមតរេនរបស់យើងមួយនេះបាទមើលផ្លែមើលដើមរបស់វានៅក្នុងនេះអត់ក្រោម200ផ្លែទេដើមតរេនមួយនេះយើងឃើញអញ្ចឹងអាយុកាលរបស់វា19ឆ្នាំហើយអាយុកាលវា19ឆ្នាំហើយអញ្ចឹងបងប្អូនសង្កេតមើលដើមរបស់វាដើម្បីយកទស្សនវិជ្ជាដើមវាឲ្យកាន់តែច្បាស់ដើមវានេះគឺมันមានពណ៌ខៀវទេខ្ញុំក៏ឃើញមានវីដេអូคลิปវីដេអូខ្លះដែរដាក់មកដើមតរេនហ្នឹងផ្លែច្រើនមែនក៏ប៉ុន្តែខ្ញុំមើលទៅដើមហ្នឹងគឺមានពណ៌ខៀវទាំងដើមខៀវទាំងមែកហើយពេលខ្លះចង់ខៀវទាំងផ្លែទៅទៀតអញ្ចឹងកាលណាដើមតរេនពពួកខ្នើយមាសបាទគឺផ្លែរបស់វាមានសម្បុរមាសបាទអាហ្នឹងបានខ្នើយមាសឬក៏គេហៅថាមុនថងអញ្ចឹងបងប្អូនគិតថានេះយើងដាំតាមប្រព័ន្ធជីធម្មជាតិ EHM ឬក៏ជីសរីរាង្គដែលយើងប្រើរយៈពេល19ឆ្នាំមើលផ្លែរបស់វាបងប្អូនមើលផ្លែរបស់វាហើយមើលដើមរបស់វាប្រភេទបែបនេះហើយដែលតម្រូវឲ្យបងប្អូនត្រូវការជ្រើសរើសយកផ្លែទាំងអស់ហ្នឹងយកមកទទួលទានដែលមានរសជាតិឆ្ងាញ់ដែលមានសារធាតុចិញ្ចឹមខ្ពស់សម្រាប់បំពន់ទៅដោយសុខភាពផ្លូវចិត្តសុខភាពផ្លូវកាយហើយនឹងប្រព័ន្ធរំលាយអាហារទាំងមូលទៀតមើលបងប្អូនមើលបាទមើលលេងចិត្តមើលផ្លែបាទមើលផ្លែបងប្អូនមើលហើយមើលដើមបងប្អូនដូច្នេះអ្វីដែលខ្ញុំចង់ជម្រាបជូននៅក្នុងវីដេអូនេះបញ្ជាក់បន្ថែមចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលត្រូវការហូបទុរេនម៉ាន់ថងឬក៏ដែលត្រូវការហូបទុរេនខ្នើយមាសសម្រាប់ចំការទុរេនតាកាំងចាប់ពីខែក្រោយខែ6ទៅសប្តាហ៍ទី1យើងនឹងចាប់ដើមអាចមានទុរេនម៉ាន់ថងសម្រាប់ផ្ដល់ដល់បងប្អូនជាអ្នកដែលចូលចិត្តហូបទុរេនម៉ាន់ថងឬក៏ហូបទុរេនខ្នើយមាសនៅក្នុងចំការរបស់ទុរេនឈុនកាំងនៅឯមីមុតនេះតទៅហើយដូច្នេះបងប្អូនអាចអញ្ជើញមកហើយដើម្បីមកជៀសវាងកុំឲ្យមានការកកកុញគ្នានៅក្នុងថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យបាទសូមបងប្អូនមកចន្លោះពេលក្នុងមួយសប្តាហ៍ហ្នឹង24ម៉ោងឬក៏7ថ្ងៃលើ24ម៉ោងយើងមានការទទួលសេវាកម្មសម្រាប់បងប្អូនដែលចង់ហូបទុរេនខ្នើយមាសរបស់ចំការយើងខ្ញុំប៉ុន្តែមុននឹងមកក៏សូមបញ្ជាក់ទៅទៀតដើម្បីកុំឲ្យថាអូឲ្យខ្ញុំនឹងរៀបចំហើយអស់ហ្នឹងស្រាប់តែទិញទុរេនគេនៅខាងក្រៅយកមកដាក់នៅអង្គលដើមអត់ទេបងប្អូនអាចខលឲ្យប្រាប់ថាខ្ញុំត្រូវការទុរេន20គីឡូ30គីឡូឬក៏50គីឡូប៉ុន្តែពេលដែលខ្ញុំមកដល់សូមឲ្យអ្នកដែលជាអ្នកគោះអ្នកកាត់ទុរេនឡើងទៅគោះឡើងទៅកាត់ឲ្យខ្ញុំមើលបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថាទុរេនហ្នឹងពិតជាមានតែពិតជាបានទម្លាក់ពីលើដើមមកដល់ខ្ញុំហើយខ្ញុំយកដាក់ក្នុងឡានទៅដល់គេអដ្ឋានខ្ញុំពិតប្រកបមែនជៀសវាងគ្រាន់តែទម្លាក់មកផ្លែពីរផ្លែទេក្រោយមកទៀតទុរេននៅខាងក្រៅចូលមកឡើងណែនចការខ្លះលក់ទុរេនអត់អស់ទេតែសម្រាប់ចការរបស់ខ្ញុំពេលខ្លះបងប្អូនដឹងហើយមកមិនប្រកាសជាបានទុរេនដែលខ្លួនចង់រកហ្នឹងទទួលទានទេបាទជួនកាលមកទៅអត់ជួនកាលមកទៅក៏មានអញ្ចឹងទៅពិសេសគឺទុរេនខ្នើយមាសដូច្នេះជម្រាបជូនបងប្អូនសាជាថ្មី
សម្រាប់ទុរេនខ្នើយមាសរបស់យើងខ្ញុំចាប់ពីខែ6សប្តាហ៍ទី1ទៅបងប្អូនអាចមកទទួលទានទុរេនខ្នើយមាសឬក៏ទុរេនម៉ាន់ថងតទៅអញ្ចឹងបងប្អូនក្រោយពីមើលឃើញคลิปវីដេអូយើងខ្ញុំនេះហើយសូមសូមអញ្ជើញមកចំការទុរេនខ្ញុំដោយសប្បាយរីករាយនិងមើលទស្សនភាពគេហៅថាស្មៅបៃតងពណ៌ខៀវខ្ចីដើម្បីលើកដំកើងសេចក្តីសុខសាន្តនៅក្នុងផ្លូវចិត្តផ្លូវអារម្មណ៍ជាមួយនឹងការទទួលទានទុរេនខ្នើយមាសដ៏ឈ្ងុយឆ្ងាញ់ជាទីបំផុតដែលមានអាយុកាល19ឆ្នាំហើយសូមអរគុណច្រើនសូមជម្រាបលាបាយបាយ